đây mà thôi đầm na mò được xong bọn nơi Việt Sài dưỡng năng bọn hỏi ý tha sơ khan màu dung bọn là lơ sơ đâu hay hay không Sài này phải chỉ toàn pro thêm bọn lành cho năng cứ Sài năng cứ miếng chong hay Sài một tiết cứ vay vay nan lấy bọn cái khan màu dung màu mùi để dạng bọn chẳng sơ đồ lăng vay vay nan này ông bọn vậy tới kêu lỗ cái tên này đi ta chong Sài này cứ vô bọn rất chong trongច្រើនបងខ្ញុំឲ្យហ៊ានចូលរើសក្នុងស្រែហ្នឹងទេខ្ញុំខ្លាចគេព្រោះស្រូវព្រោះអីចឹងបងហើយខ្ញុំឆ្ងល់ថាមិនខានគេព្រោះកាន់តែតន់ព្រោះចឹងបងបានមើលយួនដឹងថាអូប្រហែលជាគេធ្វើហ្នឹងស្រែហ្នឹងបានគេព្រោះបានខ្ញុំដើររើសតាមភ្លឺហ្នឹងបងឃើញតែក្នុងកណ្ដាលស្រែបងឲ្យចូលហ្នឹងព្រាតហ្មងនិយាយទៅស្រែមានស្រូវហ្នឹងខ្ញុំរើសបងខ្ញុំខ្លាចគេបាញ់ថ្នាំបាញ់អីចឹងខ្ញុំរើសតែអាស្រែគេតន់ធ្វើហ្នឹងបងពីថាខ្យងគឺច្រើនបងខ្ញុំមើលគិនភ្លឺទេខ្ញុំហ៊ាននេះចូលក្នុងទេហើយនោះមកកាន់តែបែងបងណៃមកជួយរើសទេមើលដឹងហើយខ្ញុំកាន់កាមេរ៉ាបដាខ្ញុំរើសបដាខ្ញុំម្នាក់ឯងចឹងបងពេលស្រូវយើងខៀវហ្នឹងបងពេលមកពេលល្ងាចចឹងបងប្អូនណាយទៅទេសភាពគឺស្អាតមែនតើបងខ្ញុំឃើញបងប្អូនគាត់មកលេងយ៉ាងច្រើនដែរបងហើយទីមួយអាផ្លូវអាកន្លែងវាស្រែគេទំចាក់បងប្អូនអញ្ចឹងគាត់មកលេងច្រើនអញ្ចឹងហើយថ្ងៃនេះខ្ញុំក៏សម្រេចចិត្តមករើសខ្យងដើម្បីធ្វើម្ហូបអញ្ចឹងបងប្អូនហើយពលឺព្រះអាទិត្យយើងចិត្តលិចហ្នឹងបងប្អូនគឺអាហ្នឹងវាស្អាតមែនតើបន្ទាប់មកខ្ញុំឲ្យគាត់កាន់កាមេរ៉ានិយាយទៅខ្ញុំចូលរើសកតាវាស្រែឲ្យឆាប់បានច្រើនអញ្ចឹងបងប្អូនហើយខ្ញុំរើសយកដាក់ក្នុងបេអញ្ចឹងបងប្អូនខ្ញុំរើសអត់ទៅច្រើនហ្នឹងបងប្អូនខ្ញុំរើសតែមុំណាហើយវាអត់សូវមានធំទេខ្ញុំវាមានតាតូចមុំណាខ្យងបើសិនថាបើខ្យងខ្មែរវិញយកទាំងអស់ហ្នឹងនេះខ្យងថៃហ្នឹងបងប្អូននិយាយទៅអញ្ចឹងខ្ញុំរើសយកតាណាធំតិចអញ្ចឹងបងប្អូនហើយខ្យងហ្នឹងគឺខ្ញុំហូបតែក្បាលទេបងប្អូនតែបើខ្យងខ្មែរយ៉ាងវិញបងប្អូននិយាយទៅហូបទាំងអស់មិនថាអាចខ្យងអាចអីហូបទាំងអស់ហ្នឹងបងប្អូនហើយព្រោះខ្យងខ្មែរយើងគឺឆ្ងាញ់កម្ពុជាវាក៏ឆ្ងាញ់ដែរបងប្អូនខ្យងខ្មែរយើងមុនសវោអញ្ចឹងបងប្អូនតែលើដល់ណាដល់ណីអស់បងប្អូនអើយតន់ទិញផ្សារមានតែបើរើសតាមវាស្រែអញ្ចឹងគឺគ្មានទេបងប្អូនហើយស្រុកខ្ញុំមកចុះស្រុកបងប្អូនវិញមានខ្យងខ្មែរតាមវាស្រែអញ្ចឹងបើស្រុកខ្ញុំមានទេបងប្អូនហើយtừដល់ណាដល់ណីអស់ហើយបងប្អូនហើយឥឡូវសូម្បីតែខ្យងថៃក៏លើកលែងដែរបងប្អូនពីមុនខ្យងថៃគឺឲ្យហ៊ានហូបទេបងប្អូនតែមកលើទេហ៊ានហូបឃើញគេហូបតាមវាដែរបងប្អូនចឹងហើយយើងយកទៅក្បាលវាទៅក្បាលវាគឺឆ្ងាញ់ដែរបងប្អូនខ្យងហ្នឹងគឺយកទៅឆាឆ្ងាញ់បងប្អូនហើយអាំងក៏បានដែរអាំងក៏អែមដែរអាំងជ្រលក់ជាមួយទឹកត្រីកោះកុងគឺជាតិថ្ងៃណាយើងអត់លុយអត់អីយើងរើសវារួចមកពេលដែរអញ្ចឹងបងប្អូនថ្ងៃណាយើងដាច់លុយដែរបងប្អូនទៅរំបើកវគ្គខែបើកអីចឹងបងប្អូនតែសម្រាប់ខ្ញុំតែខ្ញុំថ្ងៃណាឃ្លាតអញ្ចឹងគឺខ្ញុំមករើបងប្អូនគឺខ្ញុំថាដាច់លុយមិនថាអត់លុយទេគឺយកធ្វើមកហូបយើងទិញនៅផ្សារវាច្រើនណាស់បងប្អូនវាថ្លៃដែរអញ្ចឹង1គីឡូ4-5,000ដែរអញ្ចឹងបងប្អូនអញ្ចឹងយើងមករើខ្លួនឯងយើងចូលចិត្តប៉ុណ្ណាយើងយកប៉ុណ្ណឹងទៅសំខាន់ហើយខ្ញុំបោះរើបានកន្លះបេនេះខ្ញុំរើតែជាមុំណាបងប្អូនគឺខ្ញុំយកទៅហូបជឿច្រើនក៏មានប្រយោជន៍ដែរយើងទៅបោះចោលតែអញ្ចឹងយើងរើយកទៅមុំទេបើថ្ងៃណាយើងអត់អីខ្លែមអីចឹងយើងមករើសខ្យងអាំងទៅខ្លែមបានបងប្អូនយើងមិនបាច់ទិញមកហូបនាំអស់លុយច្រើនຕົកលុយទិញអាចជាក់អញ្ចឹងបងប្អូនអានេះខ្លែមបានបងប្អូនយើងឆាក៏បានឆាក្តៅក៏បានដែរបងប្អូនគឺជាតិបងប្អូនឆាក្តៅដាក់ទេហឺគឺអែមតែម្ដងបងប្អូនហើយដាក់ជាក់ទៀតត្រូវទៅមកបើយើងទិញមកហូបក៏អស់ពី 30,000 ទៀតដែរអញ្ចឹងបងប្អូនបើយើងទិញជាក់ផងទិញគ្រឿងក្លែមផងអញ្ចឹងវាអស់លុយច្រើនហើយអញ្ចឹងទុកលុយទិញជាក់ហ្នឹងគ្រឿងក្លែមអីគឺខ្វះទេបងប្អូនតែយើងរកកុំឲ្យតែយើងខ្ជិលទៅបានទេបងប្អូនហើយនេះខ្ញុំឡើងលើគោកហើយបងប្អូនខ្ញុំរកបាននេះច្រើនដែរបងប្អូនខ្ញុំយកថាមុំហូបដែរបងប្អូនយើងហូបតែ2នាក់ហ្នឹងបងប្អូនហើយខ្ញុំរកនេះខ្ញុំរកតែមួយស្រែដែរបងប្អូនខ្ញុំបានរកពី3ស្រែផងរកតែមួយផ្លែតហ្នឹងបងប្អូនចងមកកណ្ដោយតាណាអស់
បើខ្យងស្រែនៅឡើងពេញស្រែបងប្អូនហើយកលក្ខណៈរបស់ខ្យងដែរអញ្ចឹងយើងរើសរហ័សបានអញ្ចឹងបងប្អូនហើយបន្តមកក៏ខ្ញុំចាប់ផ្ដើមចេញដំណើរទៅផ្ទះវិញបងប្អូនហើយវីដេអូគឺមានតែប៉ុណ្្នឹងឯងបងប្អូនជួបគ្នាវីដេអូក្រោយបាយបាយ